Hello អ្នកគ្នា footage នេះខ្ញុំថតយូរចាំមួយឆ្នាំមកតាដែលបានផុយបាទទុកតិចទៀតអាចនឹងអត់បានផុយហ្មងដោយសារតែអត់ដឹងនិយាយពី topic អីចឹងណាតែថ្ងៃនេះគួរសុកក៏នឹកឃើញ topic មួយចង់ចែកម្លែកអ្នកទាំងអស់គ្នាកាលពីមុនណាខ្ញុំតែងតែអនុញ្ញាតឲ្យការគិតឬក៏ពាក្យសម្ដីរបស់អ្នកជំនាញខ្លួនមានអត្ថប្រយោជន៍មកលើជីវិតខ្ញុំមែនតើអីគ្រាន់តែទៅមើលកុនសោះពាក់សិតតែពីជើងកវែងធ្វើដូចទៅមើលកុននៅសេអ៊ូលងាប់ហើយគ្រាន់តែទៅញ៉ាំអីមួយផ្លែតសោះចាំបាច់ទៅ make up ធ្វើដូចទៅស៊ីកា Yes ច្បាស់ហ่ะពាក្យសម្ដីទាំងអស់ហ្នឹងវាអាចប្រឈប់ខ្ញុំកុំឲ្យធ្វើរឿងទាំងអស់នោះឬក៏ធ្វើរឿងអីដែលខ្ញុំចូលចិត្តខ្ញុំចង់ប្រាប់អ្នកគ្នាថាការស្ដាប់មតិយោបល់របស់អ្នកជំនាញខ្លួនវាមិនមែនជារឿងអត់ល្អទេតែបើយើងស្ដាប់ខ្លាំងពេករហូតដល់ថ្នាក់បាត់បង់អីជាខ្លួនឯងខ្ញុំគិតថាវាអត់ស័ក្តិសមទេក្មេងវិវត្តទៅចាស់ប៉ុន្តែចាស់អាចត្រឡប់មកក្មេងបានទេមិនមែនចិត្ត control សិតមកបាច់បានទេណាអញ្ចឹងអ្នកគ្នាចាប់ផ្ដើមធ្វើអីដែលខ្លួនឯងស្រឡាញ់នឹងចូលចិត្តទៅឲ្យទៅថាល្អឬចម្រើនអត់ប៉ះពាល់ដល់អ្នកដទៃធ្វើទៅអត់ខុសទេ